សម្ដេចរដ្ឋសភាធិបតីខុនសូដារីការធ្វើបដិវត្តកម្ម Digital នៅក្នុងវិស័យ SME គឺជាមាគ៌ាដ៏ត្រឹមត្រូវបំផុតដើម្បីពង្រឹងសន្តិសុខសេដ្ឋកិច្ចនិងចីរភាពជាតិសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី6ខែមេសាឆ្នាំ2026នេះនៅក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូថ្នាក់ដឹកនាំសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជានិងសម្ព័ន្ធសហគ្រាសធុនតូចនិងមធ្យមកម្ពុជាដឹកនាំដោយលោកអញ្ញាតែតាំងពចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានរដ្ឋសភាសម្ដេចប្រធានរដ្ឋសភាបានមានប្រសាសន៍ដ៏សង្កត់ធ្ងន់ថាការជំរុញសហគ្រាសធុនមីក្រូតូចនិងមធ្យមឲ្យងាកមកប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍គឺជាយុទ្ធសាស្ត្រចាំបាច់បំផុតក្នុងការកសាងសន្តិសុខសេដ្ឋកិច្ចនិងធានាបាននូវភាពធន់នៃសេដ្ឋកិច្ចជាតិចំពោះមុខវិបត្តិសកលដែលកំពុងកើតមាននាពេលបច្ចុប្បន្ននិងអាចបន្តកើតមាននៅពេលអនាគតសម្ដេចរដ្ឋសភាធិបតីបានវិតម្លៃខ្ពស់ចំពោះទូនីតិរបស់ SME ដែលមានប្រមាណជា75,000មូលដ្ឋានហើយកំពុងផ្ដល់នូវឱកាសការងារជូនពលរដ្ឋកម្ពុជាប្រមាណជិត3លាននាក់សម្ដេចប្រធានរដ្ឋសភាកម្ពុជាបានមានប្រសាសន៍ថា SME ត្រូវបានយកចិត្តទុកដាក់គ្រប់គ្រងខ្ពស់បំផុតពីសំណាក់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបន្តរហូតមកដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះដោយចាត់ទុកជាឆ្អឹងខ្នងដ៏រឹងមាំដែលទ្រទ្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូលសម្ដេចក៏សង្កត់ធ្ងន់ដែរថាអ្វីដែលពលរដ្ឋខ្មែរកំពុងមានមោទនភាពបំផុតនោះគឺកម្ពុជាកំពុងប្រើប្រាស់ឧស្សាហកម្មរបស់ខ្លួនធ្វើបដិវត្តកម្មពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មដែលផ្អែកទៅលើជំនាញនិងបច្ចេកវិទ្យានៅក្នុងបរិបទដែលពិភពលោកកំពុងជួបវិបត្តិធម្មពលនិងសង្គ្រាមនៅតាមតំបន់នានាសម្ដេចប្រធានរដ្ឋសភាក៏បានដាស់តឿនឲ្យថ្នាក់ដឹកនាំសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជានិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់រួមគ្នាបំលែងបញ្ហាដែលកំពុងប្រឈមបណ្ដោះអាសន្នបច្ចុប្បន្ននេះឲ្យទៅជាកម្លាំងចលករក្នុងការពង្រឹងការផលិតក្នុងស្រុកឲ្យកាន់តែខ្លាំងក្លានិងមានគុណភាពស្របតាមស្តង់ដារដើម្បីការប្រកួតប្រជែងដោយសមត្ថភាពលើឆាកអន្តរជាតិសម្ដេចរដ្ឋសភាធិបតីក៏ជំរុញឲ្យសមាគមបន្តដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការរុញច្រានការបណ្ដុះបណ្ដាលផ្នែក Digital ឲ្យកាន់តែស៊ីជម្រៅដើម្បីឆ្លើយតបទៅនឹងទិសស្លោកខ្មែរធ្វើបានខ្មែរប្រើប្រាស់ខ្មែររីកចម្រើនដើម្បីលើកកម្ពស់វិស័យសហគ្រាសធុនមីក្រូតូចនិងមធ្យមឲ្យកាន់តែរីកចម្រើនសម្ដេចរដ្ឋសភាធិបតីក៏បានអនុញ្ញាតឲ្យលោកអញ្ញាតែតាំងពនិងសហការីបន្តធ្វើការងារជិតស្និទ្ធជាមួយគណៈកម្មការជំនាញរដ្ឋសភាដើម្បីបន្តរៀបរាប់មធ្យោបាយនិងក្របខ័ណ្ឌគតិយុត្តបន្ថែមទៀតក្នុងការគ្រប់គ្រងនិងដោះស្រាយបញ្ហាប្រឈមនានារបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាផងដែរសូមបញ្ជាក់ដែរថាជំនួបរវាងសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីនិងគណៈប្រតិភូដែលដឹកនាំដោយលោកអញ្ញាតែតាំងពនៅពេលនេះគឺប្រព្រឹត្តទៅនៅក្នុងស្មារតីអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ9មេសាលើកទី9ឆ្នាំ2026ក្រោមប្រធានបទខ្មែរផលិតខ្មែរប្រើប្រាស់ខ្មែររីកចម្រើនដែលជាការរំលឹកដល់ស្មារតីស្នេហាជាតិនិងមោទនភាពផលិតផលខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ9មេសាលើកទី9ឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានចេញសារលិខិតកោតសរសើរចំពោះការវិវត្តនៃចង្វាក់ផលិតកម្មខ្មែរដែលមានគុណភាពស្តង់ដារសោភ័ណភាពនិងតម្លៃសមរម្យអាចប្រកួតប្រជែងបានទាំងក្នុងទីផ្សារក្នុងស្រុកនិងអន្តរជាតិនៅក្នុងយុទ្ធសាស្ត្រភូមិមួយផលិតផលមួយបានប្រែក្លាយទៅជាគោលនយោបាយគន្លឹះក្នុងការកែច្នៃវត្ថុធាតុដើមនៅតាមមូលដ្ឋានឲ្យក្លាយទៅជាផលិតផលពាណិជ្ជកម្មប្រកបដោយកាលានុវត្តភាពសម្ដេចនាយករដ្ឋមន្ត្រីបានជំរុញឲ្យចលនាខ្មែរផលិតខ្មែរប្រើប្រាស់កាន់តែរីកធំធាត់រឹងមាំឡើងដោយសម្ដេចក៏បានដាក់ចេញនៅចំណុចអនុសាសន៍គន្លឹះសំខាន់ៗជាច្រើនដោយក្នុងនោះក្រសួងស្ថាប័នត្រូវបន្តអនុវត្តចលនាជំរុញផលិតផលខ្មែរក្រោមគ្រប់រូបភាពនិងជួយសម្របសម្រួលផ្នែកបច្ចេកទេសច្បាប់និងទីផ្សារដល់អ្នកផលិតដែលសម្រាប់អ្នកផលិតត្រូវបន្តកែច្នៃបង្កើនគុណភាពសុវត្ថិភាពចំណីអាហារនិងពង្រឹងការវេចខ្ចប់ឲ្យកាន់តែទាក់ទាញដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារសម័យទំនើបចំពោះប្រជាពលរដ្ឋសម្ដេចបវរធិបតីក៏អំពាវនាវឲ្យពលរដ្ឋបន្តជឿជាក់និងប្រើប្រាស់ផលិតផលខ្មែរជាអាទិភាពដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំនិងមានភាពធន់ជារួមសារលិខិតរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនៅក្នុងឱកាសអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ9មេសាលើកទី9ឆ្នាំ2026នេះគឺជាការអំពាវនាវមួយឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានដើម្បីប្រែក្លាយស្មារតីគ្រប់គ្រងផលិតផលខ្មែរទៅជាសកម្មភាពជាក់ស្ដែងសម្ដេចសម្រេចបាននៅចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050ខាងមុខ